dương to pi thay muốn không to pi thay muốn kita location thì data grid nào tiếp trong cái này xong một hai đầu tiếp user date of birth này nhưng đặt kia date time picker này vừa ngày khai sang nạp dương ảnh đặt kia date time picker date time picker សម្រាប់ថ្ងៃខែឬសប្តាហ៍នេះ date time picker អូខេយក date time picker ហើយយកទីចូលដល់ទីពេលនេះ date time picker វាអាចចុចឲ្យមានតម្លាក់ហើយសម្រាប់មើលថ្ងៃខែហើយត្រង់ user ID យើងអាច edit column server to នេះក៏អាចដូរជាឈ្មោះជាភាសាខ្មែរក្នុងនោះយើងអាចដាក់វាត្រឹម80នេះវាបង្ហាញពីជុំវិញនេះវាទូតាមនឹងចឹងទៅ80មកពីពេកអូខេឥឡូវយើងការរួចហើយអញ្ចឹងយើងត្រូវធ្វើប៊ូតុងមួយសម្រាប់ add សម្រាប់ cell លុបហើយនឹងយើងជ្រើសពីប៊ូតុងណាtrong toolbox nhéយកប៊ូតុងនេះប៊ូតុងយើងអាច copy path ដាក់ច្រើន
tóm mới dân đặt cho nó oi bật trong nó nhưng ai sẽ lại lưu với hơi mà rầm nhưng ai đã bật trong đặt cho nó oi bật trong nó trong nhiều nhưng là ném nên đặt trong nhiều nè BTN nhiều BTN sale bắn bật trong sale sale delete BTN delete trong lịch 4 như ai đã BTN đã close một trong close này BTN close top bây giờ thực hỏi như ai đồ for việc bán nhưng ai cũng lịch phone với bán tay rồi là thừa tay ở người tầm đó bạn ok để lấy chấp đam thư bằng tờ tiếp client ID nhé nó tới đây dương run anh ấy vui miên được non nó về được nhưng mà trâu sập thì muốn đấy nên mình trâu nó để tổng về nhé TL userនេះខ្ញុំចូលស្ដាប់ប៉ុន្តែ
nóពេលឃើញអញ្ចឹងយើងបញ្ចូលទិន្នន័យក៏វាអត់ចូលដែរដោយសារនៅលើប៊ូតុងនេះយើងអត់ទាន់សរសេរ comment ឲ្យវាសេកូដឲ្យវាហើយកន្លែង gender ID នេះវានៅជាលេខអញ្ចឹងយើងចង់ឲ្យវាមកជាអក្សរវិញដូចជាប្រុស gender ID ជាប្រុសឬក៏ស្រីអញ្ចឹងអូខេនេះយើងចាប់ដើមធ្វើបន្តទៀតត្រង់ gender ID នេះយើងអាច select លើវាselect លើឆ្លាច់វាចុចលើនេះហើយចុច data source វា add ណា add data source ចូលនៅពេលដែលយើងធ្វើ form ដំបូង form VB ដំបូងយើង add តែម្ដងទេក្រោយទៀតយើងអត់ add ដូចគ្នាទេយើង add ដូចដែលខ្ញុំបានធ្វើនេះតែម្ដងរៀងដំណើរការយឺតបន្តិចរងចាំនេះយើងចុចតម្លាក់លើ table ហើយកន្លែង gender ID នេះយើងចុចទៅលើនេះ reference gender យើងកន្លែង data set name យើងដាក់ FRM add user ds ref genderตัวมือโอเคហើយ display member នេះយើងចង់ឲ្យវាបង្ហាញជាអក្សរមិនមែនចង់បង្ហាញលេខគឺ gender ID អញ្ចឹង display number យើងបង្ហាញជាអក្សរយើងចង់បង្ហាញភេទ gender ជាស្រីឬក៏ជាប្រុសណាវាចុចនៅក្រោមនេះមក gender title value វាជា IDនេះវាអស់ហើយdata picker អស់ដែរចង់ចំណុច level យើងអាចធ្វើដូច gender ID ក៏បានដែរប៉ុន្តែដោយសារតែ level វាអត់មានអីទៅច្រើនអញ្ចឹងខ្ញុំអត់សង្កត់ធ្ងន់យើងអាចadd item នេះចូលតែម្ដងយើងវាយឈ្មោះ level វាជាអី admin ដោយសារតែខ្ញុំខ្ជិលបង្កើតដូច gender នេះ admin user ចឹងមកអូខេdisable tip យើងអាចវាយចូលដូចគ្នាយើងអាចដាក់លេខ0និងលេខ1ណាលេខ0មានសុពលភាពលេខ1គ្មានសុពលភាពចង់និយាយថា user នឹងវាឈប់ធ្វើការឬក៏នៅធ្វើការណាយើងអាចយក label មកសរសេរ note ត្រង់ចំណុចលើបានដែរ
full field lịch zone mình phải full field đó ngay đại chân nữa ngay đã sắp tê trong năm nữa bố với ai đặt cờ home ok chân nữa nữa lưu chỉ ở hỏi nhưng tôi ca ran về này ok tôi ca ran về con tay chứ nơi mình toàn về câu về lại đi nhưng cái lượt tông như pin đó như sẽ câu đi mất rồi thì được ở thì về bài mình số nhiều bài mình số rồi add new cell try thì để ở bao nhiêu số được nhiều try nhưng copy code càng lên cho thì để bao nhiêu số mistake box
y ដោយសារ key ខ្ញុំ y អត់ចេញ mistake of circuit ណា dot missing mistake របស់សិនក្នុងសិនវា ignite remove current key ខ្ញុំ y អត់ចេញ igniteគឺការ save ឲ្យ run តែម្ដងទៅតែមុននឹង run
យើងអាចដាក់ឈ្មោះ KK ឬក៏ស្អីចឹងណាតែដល់ខាង gender យើងអត់ទាន់បញ្ចូលឈ្មោះទេយើងចូលក្នុង database បញ្ចូល gender ណា different gender មាននៅមានហើយគឺភេទប្រុសនិងស្រីអញ្ចឹងវាអត់សូណានេះសូហើយចឹងនៅពេលដែលវាចុចទៅមុខទៀតវាអត់ទៅអញ្ចឹងបានន័យថាវា error អញ្ចឹងយើងត្រូវដឹងកន្លែង error អញ្ចឹងយើងត្រូវចូលកែទៅទៀតណានៅពេលដែលវាចុចគាំងតង់កន្លែងហ្នឹងយើងត្រូវចូលកែកោដទៀតកន្លែងហ្នឹងយើងចូលកែណា FROM នេះយើងចុចទម្លាក់វាទៅនេះយើងត្រូវកែកន្លែងនេះកន្លែង gender ហ្នឹងវាអត់បង្ហាញវានៅជាប់ហើយហ្នឹងអញ្ចឹងយើងចុចលើ show all នេះ show all file តើមកចុចទម្លាក់វាឃើញនេះចុចយកក្រោមគេទៅកែកូដកន្លែងហ្នឹងណា property វាជានេះឈ្មោះរបស់វា value វាគឺ gender ID យើង copy មកយើងចុច Ctrl F ដើម្បី find រកកូដនេះហើយយើងផាសលើ gender ID ហើយកន្លែងហ្នឹងមិន gender ID ទេគឺline name វាណា gender ID ខាងបបត់ហើយចុចលើវាហើយផាសហើយ find អ
យកមកដល់នេះកន្លែងនេះណានេះចុចទៅលើ FOM add product នេះហើយបន្ទាប់មក Ctrl S យើង copy agenda ID នេះពី property វាហើយផាសក្នុងនោះហើយ find រកវានេះកន្លែងនេះយើងដូរពី text នេះ select ដាក់ទៅជា select value save នេះ similar នេះយើងបានហើយខ្ញុំពេញមកយើងចុចទៅពាក្យ new សិនណា new ហើយទើបយើងវាយឈ្មោះ email ទីឡើងកំណើតថ្ងៃកំណើតដាក់ពេញអូនចឹងទៅ email add justដាក់ប៉ុន្តែ level យើងវិញ admin user នេះវាបង្ហាញហើយsave នេះ save tip នេះវារត់ចូលមកយ៉ាងនេះហើយយើងកលេចមើលក្នុង database យើងក៏មានដែរនេះវាចូលនៅក្នុង database របស់យើងហើយយើងចង់ delete យើង delete ចោលណាបើវីដេអូនេះមានវគ្គបន្តទៀតសូមអរគុណសូមតាមដានសូមsubscribe និង comment ផងសូមអរគុណសម្រាប់ការតាមដានវីដេអូនេះ